ឈានចូលកម្មវិធីបន្តពិធីសច្ចាប្រណិធានសូមអញ្ជើញតំណាងសិក្ខាកាមឡើងធ្វើសច្ចាប្រណិធានសូមអញ្ជើញប្រតិធានសច្ចាប្រតិធាននៅចំពោះមុខគណៈអធិបតីញាវកិត្តិយសនិងអង្គពិធីទាំងមូលយើងខ្ញុំទាំងអស់គ្នាជាសិក្ខាកាមវគ្គ7បទទានកងទ័ពជើងកងចំនួនទី6សូមសច្ចាចំពោះទង់ជាតិដ៏រុងរឿងរបស់មាតុភូមិថាមួយស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រពីរបញ្ញាការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា3ជានិច្ចកាលលើកកម្ពស់ស្មារតីរៀនសូត្រគោរពវិន័យផ្ទៃក្នុងនិងគោរពច្បាប់លក្ខណៈទូទៅរបស់កងយុទ្ធពលខេមរៈភូមិន្ទយកចំណេះដឹងដែលបានរៀន